ក្នុងនាងខ្ញុំជាពលរដ្ឋខ្មែរមួយរូបនិងជាកូនខ្មែរនាងខ្ញុំមានភាពឈឺចាប់មែនទែនដោយសារតែប្រជាជនពលរដ្ឋខ្ញុំទាំងអស់មានការផិតភ័យខ្លាចដោយសារសង្គ្រាមរបស់ប្រទេសថៃដែលបានធ្វើការទម្លាក់គ្រាប់បែកមកកាន់ប្រជាជនរបស់ពួកខ្ញុំហើយពួកគាត់ធ្វើការជំនះខ្លួនភ្លាមហើយមានទាំងកូនក្មេងទូចហើយនឹងសិស្សសាលាដែលគាត់កំពុងតែសិក្សានាំគ្នារត់ភៀសខ្លួនមកទាំងភ័យខ្លាចដោយសារតែគាត់មិនមានទីទួលសុវត្ថិភាពឥឡូវហ្នឹងប្រជាជនរបស់ខ្មែរយើងបាននាំគ្នាមករកទីទួលសុវត្ថិភាពហើយសូមអំពាវនាវបងប្អូនទាំងអស់នាំគ្នាចូលរួមជួយជាកម្លាំងជួយជាស្បៀងបើសិនជាបងប្អូនអត់មានជាស្បៀងអាចមកចូលរួមកម្លាំងបានព្រោះទីនេះរដ្ឋបាលខេត្តសៀមរាបគាត់បានធ្វើកន្លែងទទួលនៅស្បៀងចាអញ្ចឹងបងប្អូនអាចយកស្បៀងមកបរិច្ចាគនៅទីនេះបានហើយបើសិនជាបងប្អូនអត់មានស្បៀងបងប្អូនអាចចូលជាកម្លាំងមកជួយពីព្រោះស្បៀងរបស់នៅខាងរដ្ឋបាលខេត្តសៀមរាបគឺទទួលរហូតតាំងពីព្រឹករហូតដល់ល្ងាចហើយរាល់ស្បៀងទាំងអស់គឺមានការចុះឈ្មោះត្រឹមត្រូវខាងបងខាងបុគ្គលិកទាំងអស់គាត់មានចុះឈ្មោះត្រឹមត្រូវអត់មានបាត់ឈ្មោះបងដែលបានចូលស្បៀងទេហើយរួមទាំងបានដឹកស្បៀងទៅដល់កងទ័ពបងកងទ័ពហើយនឹងបងប្អូនភៀសសឹកដែលបានមកស្នាក់នៅតាមខេត្តសៀមរាបចឹងណាបងចាមានអារម្មណ៍ថាសប្បាយចិត្តពីព្រោះបងប្អូនបានមកច្រើនជាពិសេសសិស្សសាលាដូចក្មេងសិស្សសាលាដែលគាត់មកស្នាក់នៅក្នុងខេត្តសៀមរាបផ្ទាល់បងគឺគាត់មានពេលតនេគឺគាត់មកជួយពីព្រឹករហូតដល់យប់ដូចខ្ញុំជាដើមខាងសាលាខេត្តសៀមរាបនឹងគាត់បានបើករយៈពេល4ថ្ងៃអញ្ចឹងនាងខ្ញុំមកទាំង4ថ្ងៃដើម្បីមកជួយជាកម្លាំងទោះបីជាអត់មានថាវិការអត់មានជាអំណោយប៉ុន្តែយើងមានជាកម្លាំងមកជួយបងប្អូនទាំងអស់គ្នាដើម្បីប្រជាជនយើងទាំងអស់គ្នាផងដែរឈឺចាប់ខ្លាំងបងដោយសារអីពីព្រោះប្រាសាទនោះគឺជារបស់ដូនតាខ្មែរដែលបានរក្សាទុកមកដល់សពថ្ងៃហើយក្នុងនាមយើងជាកូនខ្មែរសពថ្ងៃយើងមានការឈឺចាប់ខ្លាំងមែនទែនពីព្រោះពួកវាបានធ្វើបាបទាំងប្រជាជនធ្វើបាបទាំងហេដ្ឋារចនាសម្ព័ន្ធសាលារៀនហើយវាបានទម្លាក់គ្រាប់បែកធ្វើបាបទាំងប្រាសាទចាបំផ្លាញប្រាសាទដែលជាដូនតារបស់ខ្មែរយើងបានរក្សាមកដល់សប្តាហ៍ថ្ងៃបងមានអារម្មណ៍ថាសោកស្ដាយខ្លាំងបងសោកស្ដាយក្រៃលែងហ្មងណារកពីអីមកអត់និយាយអត់បានហ្មងពីព្រោះពួកវាឈ្លានពានខ្មែរយើងរហូតម្ដងហើយម្ដងទៀតបងជាចុងក្រោយនាងខ្ញុំសូមអំពាវនាវឲ្យអន្តរជាតិជួយថ្កោលទោសទៅកាន់ប្រទេសថៃដែលបានធ្វើសង្គ្រាមមកលើប្រទេសកម្ពុជាពីព្រោះប្រទេសកម្ពុជាយើងចង់បានតែសន្តិភាពមិនចង់បានសង្គ្រាមទេ